រវាងការបម្រើមេដាបៃតារវាងការឲ្យទានក្តីរវាងការរក្សាសិលក្តីទៅបដិបត្តិធម៌នៅសំណាក់នេះសំណាក់នោះក្តីតើកុសលទាំងអស់ហ្នឹងមួយណាដែលធ្វើទៅហើយបានបុណ្យច្រើនជាងញាតិញោមធ្លាប់មានសំណួរឬក៏មានចម្ងល់នៅក្នុងសេចក្តីហ្នឹងទេហ្នឹងហើយបានគេសួរអាត្មាចឹងអាត្មាក៏ឆ្លើយទៅវិញអាត្មាក៏លើកក្នុងនៃសេចក្តីប្រៀបធៀបថានៅពេលណាដែលយើងខ្សត់ទ្រព្យសម្បត្តិយើងក្រហើយយើងអត់ទៀតដល់ទៅពេលស្រាប់តែយើងដើរតាមផ្លូវស្រាប់តែយើងឃើញមាសនៅខាងឆ្វេងដៃមកទម្លឹងឥឡូវមកតលឹងមកមើលអ្នកមាសអ្នកពាក់មាសមើលស៊ូមើលមកតលឹងមក5000ជាង6000នេះដឹងណា6000ណាឥឡូវថា6000ចុះឥឡូវមកតលឹង6000ណាហើយដល់ពេលខាងស្ដាំដៃវាមានលុយ1លានរៀលនៅពេលដែលយើងឃើញលុយខាងស្ដាំ1លានខាងឆ្វេងមាសមួយតម្លឹងតើយើងគូរើសយកមួយណាលោកគ្រូអាចារ្យថាយកមាសហើយចុះញាតិញោមអង្គុយតុកយកមួយណាហ៎យកមួយណាឥឡូវឆ្លើយឲ្យត្រកឆ្លើយឲ្យស្រុកនេះគូយកមាសមកតម្លឹងឬក៏យកលុយ1លានហ្នឹងគូយកទាំងពីរចុះមាននរណាគេមកទៅដើមយើងទៀតមែនទេមកតលឹងក៏យក1លានរៀលហ្នឹងក៏យកថាព្រោះហេតុអីពីព្រោះរបស់ហ្នឹងយើងឃើញតែម្នាក់ឯងយ៉ាងណាមិញជនអ្នកមានបញ្ញាឲ្យតែអំពើជាកុសលឲ្យតែជាសេចក្តីល្អមិនថាការរក្សាសិលក្តីមិនថាការឲ្យទានក្តីទំនុកបំរុងបំរើមេត្តាបៃតាគោរពចាស់ព្រឹទ្ធាចារ្យតកូលរៀមច្បងអីបែបណាទេឲ្យតែជាសេចក្តីល្អជនអ្នកមានបញ្ញាតែងតែអោបក្រសោបធ្វើទាំងអស់ពីព្រោះបុណ្យដែលយើងបានបំពេញហើយព្រះចិនស្រីព្រះអង្គទ្រង់សម្ដែងថារមែងនាំមកនៅសេចក្តីសុខ